នេះយើងមកចេះពាក្យពីរប៉ុន្តែរៀងលំបាកបន្តិចគឺទី1ពាក្យថាbencho ni narimas bencho ni narimas បានន័យថាយើងទទួលបានមេរៀនឬក៏បទពិសោធន៍ថ្មីមួយដែលធ្វើឲ្យខ្លួនយើងនឹងរីកចម្រើនអញ្ចឹងគឺបានន័យថាគឺយើងប្រើពាក្យថា bencho ni narimas ទី2គឺSanko ni narimas Sanko narimas ហ្នឹងគឺបានថាមានន័យថាអីគេបានជាឯកសារជំនួយតែមិនអាកន្លែងហ្នឹងគឺវាចង់បង្ហាញថានៅពេលដែលយើងទទួលព័ត៌មានដែលនៅពេលដែលយើងបានដឹងពីគំនិតរបស់គេទៅហើយវាធ្វើឲ្យយើងនឹងមានការសម្រេចចិត្តអមជាមួយនឹងគំនិតរបស់គេហ្នឹងអាហ្នឹងគេហៅថា Sanko ni narimas បានជាគ្រឿងជំនួយហើយដល់ពេល bencho ni narimas បានជាមេរៀនឬក៏បានជាបទពិសោធន៍ថ្មីបាទប៉ុណ្ណឹងមានពីរពាក្យពីរហ្នឹងរៀងពិបាកបន្តិចប៉ុន្តែគឺឧស្សាហ៍ប្រើដូចគ្នា